ក្រុមហ៊ុន Autodesk ទើបតែអាប់ដេតកម្មវិធី Revit ឆ្នាំ2027យើងបង្ហាញពីរបៀបថ្លើមសម្រាប់ software គ្នាយើងអាចទៅយកនៅក្នុង channel ហើយខ្ញុំបញ្យល់គ្នាយើងនៅកលឹះមួយចំនួនដោយសារមួយរយៈនេះមានភាពចម្រូងចម្រាសតាក់ទងជាមួយនឹងរបៀប fix កម្មវិធី Autodesk ភាគច្រើន error ឬក៏ធ្វើអត់បានអញ្ចឹងតាក់ទងមួយកលឹះសម្រាប់សិស្សរៀនខាងយើងគឺយើងដោះស្រាយឲ្យបាន 100% សិស្ស100នាក់យើងដោះស្រាយបានទាំង 100% អញ្ចឹងណានៅក្នុងវីដេអូយើងព្យាយាមបញ្យល់ច្រើនហើយប៉ុន្តែភាគច្រើនដោយសារគ្នាយើងនៅតែធ្វើអត់បានអញ្ចឹងកន្លែងនេះឧទាហរណ៍ថាបើកមកវា error ស្រាប់ហើយករណីហ្នឹងយើងអាចបើកកម្មវិធី Revit សិនមកបន្ទាប់មកចាំយើងបិទ file ហ្នឹងហើយយើងធ្វើការតម្លើងសារថ្មីគឺវាឲ្យហើយអញ្ចឹងខ្ញុំបញ្ជាក់អញ្ចឹងកម្មវិធីវាមាន technique របស់វារៀងខ្លួនពេលខ្លះយកអត់ទាន់បានតម្លើងហ្នឹង error បាត់ហើយដូចមិញអញ្ចឹងណាបន្ទាប់ពីបើកកម្មវិធី Revit ចឹងហើយអ្នកទាំងអស់គ្នាធ្វើការតម្លើងសារថ្មីមកវាឲ្យហើយអញ្ចឹងករណីនេះអត់ទាន់បានតម្លើងហ្នឹងចេញ error បាត់មានន័យថានៅក្នុងការប្រើប្រាស់កម្មវិធីជាក់ស្ដែងគឺតម្រូវឲ្យយើងស្វែងយល់ពីមួយចំណុចទៅមួយចំណុចវាខុសគ្នាហើយយើងអត់អាចនិយាយថាយើងធ្វើតែម្ដងចប់គ្រប់រឿងទេដោយសារតែចំណុចទាំងអស់ហ្នឹងយើងត្រូវស្វែងយល់ខ្លួនឯងណាពេលដែលយើងបើកកម្មវិធី Revit មកវាស្គាល់ហើយពេលដែលយើងចុចតម្លើងយើងត្រូវបិទវាមកវិញអញ្ចឹងករណីនេះយើងចុចចឹងហើយយើងចុចនិចមកដោយសារតែពេលតម្លើងកម្មវិធីខ្ញុំមានពេលនិយាយច្រើនអញ្ចឹងករណីនេះទី1ចំណុចដែល error កម្មវិធី Autodesk វាមាន4លក្ខខណ្ឌទី1តាក់ទងជាមួយនឹង system របស់យើងនេះមួយទី2វាតាក់ទងជាមួយនឹង file Craig របស់យើងនេះអញ្ចឹងករណីនេះខ្ញុំថែមឲ្យតាក់ទងជាមួយនឹង W64 នេះមួយហើយនឹង version នេះមួយបើអត់ file ហ្នឹងទេយើងអាចធ្វើការ fix 100% បានទេអញ្ចឹងចំណុចនេះយើងត្រូវថែមជាទូទៅសូម្បីតែខាងបរទេសក៏ធ្វើការ fix អត់បានដែរប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងខាងយើងគឺ fix បាន 100% សិស្សដែលរៀនខាងយើងជាទូទៅប្រើកម្មវិធី version ខ្ពស់ៗទាំងអស់ហើយសម្រាប់សិស្សខាងគេក៏ធ្វើការជួលខាងយើងឲ្យធ្វើការដោះស្រាយឲ្យដែរតែដោយសារមួយរយៈហ្នឹងខាងយើងអត់មានពេលអញ្ចឹងយើងចែកម្លែកគ្នាយើង free ទៅចំណុច4ចំណុចហ្នឹងគឺអ្នកទាំងអស់គ្នាអាចមើលឲ្យតាន់ទី1ទី2ទី3ទី4ហើយខ្ញុំនឹងបញ្យល់ថាហេតុអីបានជាវាតែងតែ error ឬក៏យើងធ្វើអត់បានអញ្ចឹងណាមានន័យថាកម្មវិធីកម្ចាត់មេរោគមួយរយៈហ្នឹងគឺវាធ្វើការល្អមែនទែនដោយសារ file fix ឬក៏ Craig មួយចំនួនគឺក្រុមហ៊ុនឬក៏កម្មវិធីកម្ចាត់មេរោគរបស់ Windows ហ្នឹងវាស៊ីវាអត់ឲ្យដំណើរការអញ្ចឹងណាអញ្ចឹងករណីហ្នឹងយើងធ្វើការបិទរបៀបបិទនេះខ្ញុំនិយាយណែនអស់ហើយប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាបិទកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាបិទកន្លែងនេះបន្ថែមទៀតអញ្ចឹងណាធ្វើតាមអ្វីខ្ញុំប្រាប់មកហើយនឹងធ្វើការបាន 100% ហើយកន្លែង Smart Control នេះដូចគ្នាបន្តមកទៀតនៅក្នុងលក្ខខណ្ឌកម្មវិធីកម្ចាត់មេរោគហ្នឹងអ្វីដែលសំខាន់បំផុតគឺអាកន្លែង add នេះដោយសារកន្លែង add ហ្នឹងគឺវាមានតួនាទីដើម្បីកុំឲ្យស៊ី file ទាំងអស់នេះមានន័យថា file ទី1 file ទី2 file ហ្នឹងបើយើងអត់ធ្វើការ add កន្លែង window ហ្នឹងទេគឺវានឹងស៊ី auto ហ្មងអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងណាអ្វីដែលយើងត្រូវធ្វើគឺបិទកន្លែងនេះមកវិញហើយបន្ទាប់មកខ្ញុំនឹងបង្ហាញពីរបៀបធ្វើការ fix មានន័យថាដំបូងឡើយយើងមើលអាកន្លែង W64 នេះយើងមើលសិនមកបន្ទាប់មកយើងធ្វើការលុបអា file ទាំងអស់នេះចោលសិនមកមានន័យថាយើងទុកតែប៉ុណ្្នេះបានហើយទុកតែ4លក្ខខណ្ឌខាងលើនេះបានហើយផ្សេងពីហ្នឹងយើងលុបចោលអស់មកករណីហ្នឹងយើងខ្វែងចោលមកធ្វើតាមខ្ញុំមួយដឹងតែបាន 100% ហើយបើអត់បានទេអ្នកនរគ្នាអាចឆាតមកខ្ញុំបន្ថែមឲ្យដោយសារតាវីដេអូខ្ញុំបង្ហាញនេះគឺយើងធ្វើការអនុវត្តជាក់ស្ដែងសិស្ស100នាក់ធ្វើបានទាំង100អញ្ចឹងណាបន្ទាប់មកយើងចូលមកកាន់កន្លែង Network License Manager នេះមើលតាមទីតាំងនឹងមកហើយយើងលុបវាចោលអញ្ចឹងករណីហ្នឹងវាដដែលទេករណីនេះយើងលុបអត់បានទេអញ្ចឹងយើងធ្វើការចូលមកកាន់ Test Manager ម្តងទៀតវីដេអូចាស់យើងមានហើយអញ្ចឹងកន្លែងហ្នឹងដូចខ្ញុំបញ្ជាក់អញ្ចឹងណាគ្រប់យ៉ាងគឺយើងបង្ហាញអស់ហើយប៉ុន្តែគ្នាយើងអត់សូវយល់ធ្វើនៅតែអត់បានហើយពេលអញ្ចឹងខ្ញុំពិបាកដែរអត់ចង់រវល់ច្រើនមួយរយៈនេះចង់ឲ្យគ្នាយើងធ្វើឲ្យបានគ្រប់គ្នាអញ្ចឹងណាកុំឲ្យខាតពេលវេលារបស់យើងហើយអ្នកខ្លះទៅឈូស Windows ឈូសអីខាតពេលវេលាច្រើនមែនតើណាតោះមកយើងចុច try again មកយើងលុបអាកន្លែងទីតាំងនឹងអស់ហើយឃើញទេបន្ទាប់មកវាមានចំណុចមួយទៀតមានន័យថាត្រង់ទីតាំងហ្នឹងយើងចូលមកកាន់កន្លែង file នេះហើយយើងចូលកន្លែងនេះមួយទៀតយើង copy ពី file នេះចូលណាមានន័យថាយើង copy file នេះចូលមកទីតាំងហ្នឹងហើយ file មួយនេះចូលមកទីតាំងហ្នឹងដូចគ្នាបើយកធ្វើអញ្ចឹងក៏អាចនឹង error ដែរអញ្ចឹង copy មកត
តមកយើងផាសទីតាំងនឹងមកកន្លែងនេះយើងយកពាក្យថា continue មកហើយមកដល់កន្លែងនេះវាមាន technique មួយទៀតមានន័យថាកម្មវិធីចាត់មេរោគនេះយើងត្រូវ add អាកន្លែងទីតាំងនឹងដូចគ្នាអញ្ចឹងកន្លែងហ្នឹងយើងត្រូវឲ្យកម្មវិធីចាត់មេរោគវាស្គាល់យើងចុចកន្លែង location ហ្នឹងមក control C មកយើងចូលមកកាន់កម្មវិធីចាត់មេរោគ control V មកតោះមកយើងយកអាពីរ file មិញហ្នឹងមានន័យថា file នេះឯនឹង file នេះយើងធ្វើកុំឲ្យវាបាត់ចុច open មកហើយយើងចុច add មួយទៀតមកចឹងកន្លែងហ្នឹងវាណាល់ទេពីរហ្នឹងចឹងអ្នកនរគ្នាតន់ណាដោយសារនៅក្នុង file នេះខាងបរទេសអត់មានទេអានេះគេមានតែនេះដូចជាមានដែរប៉ុន្តែ version ចាស់បានមានណាចឹងយើងធ្វើតាមហ្នឹងមកបន្តមកទៀតយើងមើលអាកន្លែង system នេះកន្លែង file window របស់យើងបើកមកវាចេញរបៀបចេះចឹងករណីនេះគឺអូខេហើយបន្តមកយើងធ្វើការ run file មួយនេះយើង run វាមកចឹងធ្វើតាម step មួយធ្វើខុស step ក៏ error ដែរឬក៏អត់ស្គាល់ដែរដោយសារអ្នកទាំងអស់គ្នាអត់សូវយល់ពីរបៀបតម្លើងកម្មវិធីអញ្ចឹងគឺវាមានបញ្ហាភាគច្រើនដោយសារយើងអត់យល់ពីមួយចំណុចទៅមួយចំណុចចឹងណាអញ្ចឹងករណីហ្នឹងខ្ញុំព្យាយាមបញ្យល់គ្នាយើងហើយបញ្យល់ទៀតប៉ុន្តែភាគច្រើននៅតែធ្វើអត់បានអញ្ចឹងបន្ទាប់ពីយើង run file ហ្នឹងហើយវាចប់ហើយអញ្ចឹងករណីហ្នឹងយើងមើលកន្លែង file មួយនេះក៏វាមានបន្ថែមអីមួយដែរយើងរៀនមើលតាមហ្នឹងមានន័យថាវាបន្ថែមតាក់ទងមួយនេះឃើញទេអញ្ចឹងករណីនេះគឺអូខេហើយមួយទៀតតាក់ទងជាមួយនឹងកន្លែង file location របស់យើងនេះមានន័យថា folder មួយទៀតវាមានកន្លែងពេលយើង run មកវាមានកន្លែងនេះអញ្ចឹងវាអូខេហើយប៉ុន្តែវានៅខ្វះបន្តិចចំណុចដែលនៅខ្វះហ្នឹងគឺកន្លែង install នេះយើងត្រូវថែមអាកន្លែងខាងក្រោមនេះមកតង់ទៀតអញ្ចឹងអាកន្លែងនេះយើង copy វាដើម្បី copy មានន័យថាយើង copy អា file នេះមួយសិន copy វាចេញក្រៅសិនមកហើយយើងផាសនៅទីតាំងនេះមើលឲ្យតន់ណាអ្នកនរគ្នាកុំឲ្យថាធ្វើបានតែគ្រូហើយខ្លួនឯងធ្វើបានហើយបន្ទោសខាងយើងចែកម្លែកឲ្យច្រើនហើយដោយសារមួយរយៈហ្នឹងខាងយើងរវល់យកមានពេលសម្រាប់ remove ទៅឲ្យសិស្សខាងយើងក៏ដូចខាងផ្សេងអញ្ចឹងករណីហ្នឹងយើងបើកវាមកហើយយើងផាសនៅទីតាំងខាងក្រោមនេះយើងផាសវាមកតោះមកយើង save មកបន្ទាប់ពី save ហើយយើងបិទវិញហើយយើង copy file ហ្នឹងចូលមកទីតាំងដើមមកអញ្ចឹងករណីធ្វើតែប៉ុណ្្នឹងមកកម្មវិធីដំណើរការហើយចឹងដូចខ្ញុំបញ្ជាក់ចឹងមើលឲ្យតន់មួយហើយស្វែងយល់ពីអ្វីដែលយើងឲ្យមានន័យថា file មួយហ្នឹងវាតាក់ទងគ្នាមើលគ្រប់ចំណុចទាំងអស់ហ្នឹងទៅតោះមកយើងបើកកម្មវិធីមកមានន័យថាយើងធ្វើបានហើយប៉ុណ្ណឹងមកដល់ត្រង់ចំណុចហ្នឹងយើងយកពាក្យហ្នឹងមកហើយយើងអាចប្រើកម្មវិធី Revit បានហើយបន្ទាប់មកបើមានបញ្ហា error យើងអាចវាយលេខ 127.0.0.1 ហើយយើងចុច done មកកន្លែងនេះណាល់ទេខ្ញុំខ្ជិលនិយាយច្រើនដោយសារវានៅតែ error អូខេនៅក្នុងលក្ខខណ្ឌនេះគឺអត់បានទេអញ្ចឹងវិធីសាស្ត្រយើងយកអាដវងមកប្រើម្ដងទៀតយើង delete វាចោលទាំងអស់មកអញ្ចឹងករណីនេះយើងចូលអាមេរៀនចាស់របស់យើងវិញអ្នកនរគ្នាចូល ADI នេះមកតោះមកយើងធ្វើការចូលទៅកាន់ server ហើយយើងបិទវាខ្ញុំគិតថាវីដេអូនេះអាចយូរដោយសារតែវាមានបញ្ហាអញ្ចឹងណាអញ្ចឹងរបៀបចាស់របស់យើងគឺទី1យើង run អានេះយើង run វាមក open មកអត់ឲ្យយើងចូលមកបិទតាក់ទងជាមួយនឹង license manager របស់យើងធ្វើការ uninstall មកកន្លែងនេះអាចយូរអ្នកនរគ្នាយើង uninstall បន្ទាប់ពី uninstall ហើយយើងមកតម្លើងសាថ្មីមក license network manager របស់យើងហ្នឹងចុច run មកហើយយើងរើសទីតាំងរបស់យើងកន្លែងនេះវីដេអូចាស់យើងមានហើយដូចខ្ញុំបញ្ជាក់ដដែលអញ្ចឹងកម្មវិធីមានបញ្ហាគឺវានៅតែមានដំណោះស្រាយសំខាន់យើងយល់ពីកម្មវិធីបានប៉ុណ្ណាតោះមកយើងចូលមកកាន់កន្លែងនេះវាអត់មាន network license ទៀតករណីនេះយើងបង្កើត folder ថ្មីមួយទៀតមកហើយយើង control V មកដាក់ network license manager នេះយើងចុច OK មកតោះមកយើងចុច next មកដើម្បីធ្វើការតម្លើងអញ្ចឹងដល់ពេលយើងតម្លើងមកគឺវាចូលមកកាន់ទីតាំងនេះ
យើងអាចមើលបានណាមានន័យថាវានឹងបង្កើត folder មួយកន្លែងនេះហើយវាចូលមកឲ្យហើយតែកន្លែងនេះវាទាមទារឲ្យយើងចុច yes ម្ដងទៀតបានវាទៅឡើងឲ្យឃើញទេចូលមកតោះមកយើងចុច finish មកតោះមកយើងតាមវីដេអូចាស់មានន័យថាយើង copy file នេះចូលយើងផាសមកបន្ទាប់មកទៀតនៅក្នុងលក្ខខណ្ឌហ្នឹងគឺយើង run នេះ tool របស់យើងនេះយើង run វាមកយើងចុច yes មកបន្ទាប់មកយើងអាចធ្វើការបិទឬក៏ធ្វើការលុបតាក់ទងមួយ network របស់យើងនេះយើងលុបចោលមក remove មកដោយសារ version ចាស់នេះគឺយើងអត់ប្រើទេហើយសម្រាប់ version នេះដូចជាយើងធ្លាប់ប្រើហើយម្ដងហើយអញ្ចឹងករណីនេះក៏យើងត្រូវ remove វាចោលដូចគ្នាយើងបង្កើតថ្មីមកឧទាហរណ៍ថាសារអញ្ចឹងមកបន្ទាប់មកយើងរើសទីតាំងរបស់វាប៉ុន្តែមុននឹងរើសយើងត្រូវការ copy license របស់យើងនេះអញ្ចឹងមានន័យថានៅក្នុងលក្ខខណ្ឌ license របស់យើងនេះយើងត្រូវដូរឈ្មោះវាវីដេអូចាស់យើងមានទេទៅមើលតាមហ្នឹងមកបន្ទាប់មកខ្ញុំដាក់ទីតាំងនឹងឲ្យត្រឹមត្រូវមកធ្វើការបិទចោលអ្វីយើងអត់ប្រើ Control V កន្លែងទីតាំងនឹងមកបន្ទាប់មកទៀតយើង copy កន្លែងទីតាំងមួយនេះ Control A Control C មកហើយយើង Control V យើងលុបអត្តសញ្ញាណនេះចោលមកបន្ទាប់មកយើងធ្វើការ save មកពេលយើង save ហើយយើងផ្ទៀងផ្ទាត់មើលហងត្រូវអត់បើអត់ត្រូវទេយើងត្រូវកែវាឡើងវិញណាបន្ទាប់មកយើងធ្វើការ copy ហើយយើងផាសនៅទីតាំងនេះមកចុច continue បន្ទាប់មកទៀតយើងចូលមកកាន់កន្លែង server របស់យើងមកហើយយើងដាក់ឈ្មោះមិញហ្នឹងគេ SA មកហើយយើងប្រើវាកន្លែងនេះយើងមើល file នេះអញ្ចឹងយើងយក file ហ្នឹងមកខាងក្រោមនេះ license យើងយក license ហ្នឹងមកយើង user ហ្នឹងហើយយើង start មកយើង save បន្ទាប់មកយើងធ្វើការចុច start មកបើករណីចេញ full មានន័យថាអូខេហើយករណីនេះអូខេហើយយើងយកពាក្យថា read license file ហ្នឹងមកករណីនេះក៏អូខេដែរបន្ទាប់មកយើងចុចកន្លែង perform ហ្នឹងមកដើម្បីផ្ទៀងផ្ទាត់មានអី error ទៀតអត់ចឹងណាបន្ទាប់ពី run ចប់ហើយយើង scroll វាមកក្រោមបំផុតមកវាមាន error code អីអត់បើសិនជា error វាប្រាប់ថា error អញ្ចឹងករណីនេះគឺអូខេហើយតោះមកយើងបើកកម្មវិធី Revit ធម្មតាមកបើសិនជានៅមានបញ្ហាទៀតអាហ្នឹងមានន័យថាវិធីសាស្ត្រដែលយើងរៀនទាំងប៉ុន្មានគឺអត់ប្រើការកើតទេអញ្ចឹងយើងត្រូវធ្វើស្វែងឬក៏ស្រាវជ្រាវវិធីសាស្ត្រថ្មីអញ្ចឹងណាយើងយកពាក្យថាកន្លែង network selection ហ្នឹងមកចឹងករណីនេះបើសិនជា error វាប្រាប់យើង error ប្រើកើតហើយយើងអាចប្រើបានទេអ្នកនរគ្នាឃើញហើយចឹងវិធីសាស្ត្រយើងប្រើ3 4 5វិធីសាស្ត្រហើយតោះអ្នកនរគ្នាចឹងអ្វីដែលយើងព្យាយាមបញ្យល់ហ្នឹងចិត្តកន្លះម៉ោងដើម្បីអាចប្រើកម្មវិធី Revit 2027ថ្មីនឹងបានណាកន្លែងនេះដូចជាស្គាល់មាន template ឲ្យយើងច្រើនតែម្ដងនៅក្នុង Revit 2027ចឹងករណីនេះយើងសាកតេស្តមើលទាំងអស់គ្នាមកវាមានអីប្លែកអត់ហើយសម្រាប់ដំណោះស្រាយដែលខ្ញុំបញ្ជាក់អញ្ចឹងយើងអាចនិយាយថាមួយវិធីសាស្ត្រហើយជោគជ័យទេប៉ុន្តែវាមានកលឹះវាតាក់ទងគ្នាត្រង់ចំណុចហ្នឹងហើយខ្ញុំនឹងធ្វើការ restart ឬក៏ខ្ញុំបើកកម្មវិធី Revit មួយទៀតមកខ្ញុំចង់ដឹងថាតើវាដំណើរការអត់ដើម្បីឲ្យគ្នាយើងយល់ឲ្យច្បាស់ពីកម្មវិធីអញ្ចឹងណាកុំឲ្យកម្មវិធីគេចេញ2027អត់ហ៊ានទៅឡើងដោយសារតែខ្លាច error ខ្លាចឈូស window អញ្ចឹងសម្រាប់ខាងយើងគឺយើងព្យាយាមបញ្យល់សិស្សឲ្យយល់ឲ្យឆ្លាតឲ្យចេះកុំឲ្យរៀនអីតាមតារបៀបចំណាំតាមតារបៀបធ្វើដែល20សិស្សកុំឲ្យសិស្សទៅឡើងកម្មវិធីអីហ្នឹងគឺយើងអត់ចង់បានទេយើងចង់ឲ្យសង្គមយើងមានភាពឆ្លាតវៃមនុស្សម្នាក់ត្រូវតែមានការសម្រេចចិត្តខ្លួនឯងមកដល់ត្រង់ចំណុចនេះគឺខ្ញុំចុច new មកដូចគ្នាអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះខ្ញុំនឹងធ្វើការបិទកុងទ័រហើយ restart បើសិនជាវីដេអូហ្នឹង restart ទៅយើងអាចប្រើបាន 100% ខ្ញុំនឹងផុសវីដេអូហ្នឹងឲ្យគ្នាយើងធ្វើតាមតែបើសិនជាអត់បានទេអាហ្នឹងខ្ញុំត្រូវការពេលដើម្បីស្រាវជ្រាវបន្ថែមទៀតអញ្ចឹងអ្នកទាំងអស់គ្នាមើលចំណុចដែលខ្ញុំប្រាប់ពីកលឹះ
មួយតាក់ទងគ្នាទៅវិញទៅមកអញ្ចឹងណាហើយពេលខ្លះខ្ញុំគាត់អាចនិយាយអស់ដែរដោយសារលក្ខខណ្ឌហ្នឹងវាមិនមែនមានតែប៉ុណ្្នឹងទេនៅក្នុងកម្មវិធី Autodesk របៀប fix ហ្នឹងវាមានច្រើនលើសហ្នឹងទៀតអញ្ចឹងបានខ្ញុំបញ្ជាក់ហ្នឹងថាអ្នកណាដែលធ្វើមិនបានមកជួបខ្ញុំផ្ទាល់នឹងធ្វើឲ្យមើលប៉ុន្តែខាងយើងដឹងតែធានាថាធ្វើឲ្យបានអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងយើងបញ្ចប់ត្រឹមប៉ុណ្្នឹង